มันโตចិត្តនឹងវាសនាហើយក៏មិនតវ៉ានឹងព្រំលិខិតដែរបងប្អូននេះគឺជាដូនចាស់ម្នាក់ដែលគាត់នៅខេត្តកំពង់ឆ្នាំងដែលខ្ញុំបានកំងតស័យប្រទេសអាស័យដែលបងប្អូនបានជាវយកទៅប្រើប្រាស់ដាក់កងកែវកាហ្វេហ្នឹងណាគឺខ្ញុំឲ្យប្អូនខាង BA ហ្នឹងជួយរោហើយក៏រោបានដូនចាស់ម្នាក់ដែលគាត់អាចផ្គត់ផ្គង់អាស័យរបស់ពួកយើងប៉ុន្តែនៅពេលដែលដឹងរឿងពិតរបស់គាត់ខ្ញុំមានអារម្មណ៍ថាជីវិតមួយហ្នឹងពិតជាអយុត្តិធម៌មែនត្រឹមតែมันមានបងប្អូនណាថែមទាំងมันមានផ្ទះសម្បែងទៀតណាបងប្អូនរាល់ថ្ងៃគឺគាត់រស់នៅក្រោមជំរករបស់អ្នកដតីសុតសាតគឺនៅភូមិជាមួយគ្នាអញ្ចឹងណាតែគាត់ត្រូវចិញ្ចឹមខ្លួនឯងពីព្រោះអ្នកដែលផ្ដល់ជំរកឲ្យគាត់នោះក៏ពុំមានលទ្ធភាពចិញ្ចឹមគាត់ដូចគ្នាហើយពីខាងពួកខ្ញុំ Eco Friendly ក៏បានចូលរួមចំណែកខ្លះៗដើម្បីជួយគ្រប់គ្រងអាស័យរបស់គាត់ណាទោះវាជាចំណែកតូចក៏ដោយប៉ុន្តែទង្វើនេះគឺធ្វើឲ្យខ្ញុំរឹតតែមានកម្លាំងថាខ្ញុំត្រូវតែធ្វើបន្តទៅទៀតហើយខ្ញុំជឿថាបងប្អូនដែលបានមើលវីដេអូរបស់ពួកខ្ញុំធ្វើរាល់ថ្ងៃនោះក៏ដូចគ្នាដែរការគ្រប់គ្រងរបស់បងប្អូនមិនត្រឹមតែប្រឹមប្រោបលទ្ធផលទេគឺគ្រប់គ្រងដើម្បីឲ្យចាស់គាត់មានចំណូលខ្លះដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក៏ប្រសើរជាជាងយើងឲ្យជាអំណោយទៅគាត់វាបានតែម្ដងសុខចិត្តឲ្យយើងឲ្យជាការងារទៅពួកគាត់ធ្វើឲ្យគាត់មានចំណូលចុងក្រោយខ្ញុំក៏មិនភ្លេចអរគុណដែរសម្រាប់បងប្អូន BA ហើយនឹងមួយទាំងអស់ដែលគ្រប់គ្រងផលិតផលរបស់ពួកយើងកន្លងមក